Hello អ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកប្រាប់អ្នកទាំងអស់គ្នាអំពីរបៀបដំឡើងសំឡេងខ្មែរនៅលើកុំព្យូទ័រឥឡូវយើងមើលការដំឡើងរបស់ខ្ញុំទាំងអស់គ្នា Let's go មុនដំបូងខ្ញុំចុចWindows E មកដាក់ File Explorer តមកយើងនេះយើងចុចលើនេះអូខេយ៉ាមកហើយយ៉ាទៅអូខេហើយបន្តមកយើងត្រូវដំឡើងកម្មវិធីទៀតគឺ Modeling TTS ប៉ុន្តែខ្ញុំមានហើយអញ្ចឹងយើងរៀបចំរបស់គ្នាឥឡូវយើងចុចInsert Control S តមកយើងរើស Google TTS មកបន្ទាប់ពីរើសហើយយើងចុច Space ហើយគេឲ្យយើងរើសភាសាបន្ទាប់មកយើងរើសភាសាខ្មែរមកហើយយើង check មកហើយយើង download មកតែសម្រាប់ខ្ញុំគឺខ្ញុំ download រួចហើយអញ្ចឹងឥឡូវយើងមើលការរៀបចំរបស់ខ្ញុំបងប្អូនជាមួយនឹង Modeling TTS ឥឡូវយើងចុចInsert Control V យើង change ហើយយើងរើសមកនេះអូខេតមក Voice យើងរើស English មកហើយនេះក្រោមទី2ខ្ញុំដាក់ជាមួយ Vocalizer TTS តមកយើង Enter មកតមកយើង change ម្ដងទៀតមកតំណនេះយើងរើសខ្មែរវិញមកចាំតិចខ្ញុំដូរភាសាសិននេះតមកយើងរើសអូខេតមកយើងត្រូវ change ម្ដងទៀតមក Insert Control V ដដែលតមកយើង change តមកយើងយកមកកន្លែងតមកយើងរើស English វិញតមកយើងរើសយើង Enter លើហ្នឹងមកគឺជោគជ័យហើយឥឡូវខ្ញុំសាកចូលទៅ YouTube